មកក្រុងផ្ដាំទៅត្រាំសង្គ្រាមមិនមែនជាការសម្ដែងទេត្រូវប្រយ័ត្នសម្ដីកុំនិយាយរាល់ថ្ងៃពេកប្រធានាធិបតីបារាំងលោកម៉ាណូអែលម៉ាក្រុងបានផ្ដាំទៅប្រធានាធិបតីលោកដូណាល់ត្រាំឲ្យប្រើប្រាស់វោហារសាស្ត្របែបការទូតបន្តិចទៅនិងប្រយ័ត្នសម្ដីជាមុនដោយបញ្ចេញអារម្មណ៍ពិតថាគេមិនមែនចេះតែនិយាយរាល់ថ្ងៃទេនៅពេលដោះស្រាយបញ្ហាពាក់ព័ន្ធសង្គ្រាមនិងស្ថិរភាពនុយក្លេអ៊ែរព្រោះនោះមិនមែនជាការសម្ដែងឡើយការផ្សាយរបស់ BBC នៅពេលទៅដល់ប្រទេសកូរ៉េខាងត្បូងសម្រាប់ដំណើរទស្សនកិច្ចរដ្ឋកាលពីថ្ងៃប្រហោះទី3 ខែមេសា 2026 លោកម៉ាក្រុងបានប្រាប់អ្នកព័ត៌មានថាសង្គ្រាមនៅអ៊ីរ៉ង់ត្រូវការរកវិធីដោះស្រាយមួយដែលម៉ឺងម៉ាត់មិនមែនប្រែប្រួលរាល់ថ្ងៃទេនេះមិនមែនជាការសម្ដែងឡើយហើយយើងកំពុងនិយាយអំពីសន្តិភាពសង្គ្រាមនិងជីវិតមនុស្សប្រុសស្រីលោកម៉ាក្រុងលើកឡើងថានៅពេលដែលអ្នកចង់ធ្វើការឲ្យមានភាពហ្មត់ចត់ម៉ឺងម៉ាត់អ្នកមិនត្រូវនិយាយអ្វីនៅថ្ងៃនេះដែលផ្ទុយស្រឡះពីអ្វីដែលអ្នកនិយាយកាលពីម្សិលមិញទេហើយក៏ប្រហែលជាអ្នកមិនគួរនិយាយរាល់ថ្ងៃពេកដែរគួរតែទុកស្ថានភាពស្ងប់ស្ងាត់ទៅវិញខ្លះទៅសម្ដីលោកម៉ាក្រុងគឺសំដៅទៅលើការនិយាយត្រឡប់ត្រលិនរបស់លោកត្រាំអំពីប្រតិបត្តិការយោធានៅអ៊ីរ៉ង់ដោយមួយថ្ងៃប្រធានាធិបតីអាមេរិកមិនត្រឹមតែថ្លែងទៅកាន់អ្នកកាសែតទេប៉ុន្តែគាត់ថែមទាំងបញ្ចេញជាសារបន្តបន្ទាប់លើបណ្ដាញសង្គមទ្រុសសូសលផងដែរចុងក្រោយបំផុតនេះប្រមុខសេតវិមានបានចេញសេចក្តីថ្លែងការណ៍ពិសេសពាក់ព័ន្ធទៅនឹងសង្គ្រាមអ៊ីរ៉ង់ប៉ុន្តែសារទាំងនោះត្រូវបានអ្នកវិភាគដោយអ្នកជំនាញខាងភូមិសាស្ត្រនយោបាយអន្តរជាតិមើលឃើញថាជាការនិយាយឲ្យរួចតែពីមាត់និងបង្ហាញពីផែនការមិនច្បាស់លាស់របស់អាមេរិកនិងប្រចាំបព្វា